Ôi nè sọc này pe cho năm play bao kem men mong ôn tới sờ bài khăn mà đừng thật sọc bong ôn miền chân ở đây nè mơ mà play tới chả lắm thao vay kia mền tê nơi khát bắt bóng này nhưng trong mà lên nó vật sầm rào không anh ấy cứ cam vị thi ba tiền mong ôn nè đại chập ban tiền nó cứ miếng sầm nàng ban chiều lối rồi coi được bóc pra pra xèn xèn ở lỡ trăm mơ vi tổ này từng óc kia nhưng mà play play mền tê hay sờ bài như nè mong ôn ôi hai cơ sở đây kia cho rồi ai đó mình lăng nè để rồi ban mong muốn chẳng đăng ai ăn nè mình men chỉ tiền tê tiền nó cứ con ta chỉ việc bài tiền mua cam vị thi ta chạy sáng cái đại cho muối nâng bờ đồ thằng nào thay kia rung lôi bởi dân ban lối cứ dân cho lôi nâng ta bởi dân ban cái đá dân bạc mơ cái đá nó cứ miên lệ riêng nông cá ban nó rồng vòn nè đã ban cái đá nó cứ tham vào nè một cái riêng sờ chặt mình tới nè lỡ dân từ mơ cái lại cái bao vòn vậy thăm mình nuốt ra nối rồi ta chặt play cho sân tam bán đấy nè ja khanh pu cam năng mau mùi bạt ok ba rồng vòn nơi sờ là chắn ôi xong từ xa cam vị thi ní khăng mền tên cứ sốc đây kia thơ ban là ó hai nâng miên ca sa mà kia kia nè lên có sờ bài hai nè chạy rồng vòn có sờ bài đai hai khang nóจะ gran ghẻ nè chặt ban là đăng thà luôn ai nâng ban ấy tê để sao rồng vòn kia miên tra nên là miên tăng pi rồng vòn tôi đo rồng vòn thông và tam nhom đắng nè nên đằng prap tha vọt khác cứ cây lên rồng vòn thông khăng mền tên đôi chìm mía đôi chìm một tô chả miên chan năng cũng siêu rư môi co vậy tới xong phải đẹp prapประจำថ្ងៃមានសរងមានកសែងក្នុងនឹងមានលុយមានអីទៀតអូយកន្លែងបើករង្វាន់គឺថាចង្អៀតដល់កយអ្នកដែលកាន់រង្វាន់មកគឺតើតែលើកឲ្យខ្ពស់អញ្ចឹងទៅដើរអាចជ្រុះបានកម្មវិធីបាត់នេះមិនមែនធ្វើតាមមួយវត្តពីរវត្តទេគឺធ្វើសឹងតែគ្រប់វត្តនៅខេត្តបាត់ដំបងហើយនេះគឺអ្នកដែលនាំខ្ញុំដើរមកថ្ងៃនេះបើគេមិននាំទេក៏មិនដឹងថាមានកម្មវិធីសប្បាយអញ្ចឹងដែរដំបូងឡើយគឺថាលោកតាអាចារ្យនាំកំឡោះចំនួន4នាក់លីទៀនដើរប្រតិសិនជុំវិញព្រះវិហារចំនួន3ជុំហើយកំឡោះទាំង4នាក់នឹងត្រូវស្លៀកពាក់ពណ៌សទាំងអស់តំណាងឲ្យភាពសស្អាតចិត្តបរិសុទ្ធឥតងាករេហើយនេះកន្លែងដែលគេធ្វើកម្មវិធីហើយគឺគេត្រូវឡើងទៅខាងលើហ្នឹងដើម្បីបាចទៀនចុះមកក្រោមក្នុងនឹងទៀនហ៎បាទទៀនអីមិនទៀនទេអីគេខ្លាគេខ្លាស្លាហ៎អើយហើយបដោថ្នោតចេះគេថាបាចទៀនខ្លាទេហ៎បាទអានេះហើយកាត់គេថាបាចទៀនខ្ញុំមកได้ឃើញទេជាលើកទី1ដែលបានឃើញហើយឥឡូវនេះពួកគាត់កំឡោះទាំង4កំពុងតែធ្វើដំណើរឡើងទៅទីខាងលើខ្ពស់ឡើងម្នាក់ម្ដងហើយក៏ត្រូវយោងទៀនឬមួយក៏គេហៅថាបដូលថ្នោតហ្នឹងឡើងទៅលើដែរបន្ទាប់មកលោកតាអាចារ្យបាននិយាយឲ្យពួកគាត់ឈរចំនួន4ទិសបែរមុខទៅទិសផ្សេងគ្នាតំណាងឲ្យព្រំវិហារធម៌ទាំង4ហើយចាប់ផ្ដើមសូត្រឧបកិច្ចអីចឹងទៅមនុស្សម្នាចាប់ផ្ដើមមកត្រៀបត្រារងចាំខាងក្រោមហ្នឹងហ្មងចាំទទួលទៀនចាំទទួលរង្វាន់ណាអ្នកដែលចាប់បានទៀនគឺមានប្រភ្នាល់ថានឹងមានសំណាងល្អពេញក្នុងមួយឆ្នាំថ្មីនឹងឯងតែពេលហ្នឹងយើងត្រូវទុកទូរស័ព្ទឲ្យស្រួលបួលប្រយ័ត្នទឹកព្រោះពេលហ្នឹងក៏គេមានបាញ់ទឹកឲ្យតិចដែរបាច់ហើយបងប្អូនបាច់មកទាំងទៀនបាច់មកទាំងទឹកតិចស្រួលឡាហើយអ្នកនៅខាងក្រោមនិយាយពីថានាំគ្នាតរងជួយមិនតរងជួយគឺថារត់រើសរៀងខ្លួនតែម្ដងឯអ្នកខាងលើមិនដឹងជាចុកដៃបណ្ណាទេព្រោះអី4ករងធំដែរគឺគិតតែពីឈប់បាច់ហើយអ្នកខាងក្រោមចាំទទួលផ្លែកភ្នែកឲ្យសុបាយខ្លាំងណាទៅសារអ្នកឡើងយកវិតនៅកន្លែងណាឡើងយកហើយនាំគ្នារើសតតបានសម្រេចហើយបើសួរថារង្វាន់ទាំងអស់ហ្នឹងបានមកពីណាគឺមានបច្ច័យវត្តខ្លះហើយនឹងមានទឹកចិត្តរបស់ញាតិញោមនៅក្នុងភូមិនៅក្នុងស្រុកហ្នឹងពេលដែលដឹងថាចូលឆ្នាំមកដល់គឺនឹងមានកម្មវិធីហ្នឹងហើយអញ្ចឹងគឺថាចូលតាមសទ្ធាអ្នកខ្លះចូលជាសរងអ្នកខ្លះចូលជាចានជាឆ្នាំងជាចក្រានហ្គាសជាថវិកាអីចឹងណាហើយក៏មានបច្ច័យរបស់វត្តខ្លះសរុបបូកបញ្ចូលគ្នាគឺបានឡងច្រើនហើយសម្រាប់អ្នកដែលចូលចាប់នេះគឺអត់ប្រកាន់ទេមិនថាក្មេងមិនថាចាស់មិនថាជាអ្នកនៅក្នុងស្រុកភូមិហ្នឹងឬក៏មកពីស្រុកណាស្រុកណីគឺអត់ប្រកាន់ទេចូលលេងចូលចាប់បានទាំងអស់គ្នាឥឡូវយើងចាប់បានហើយតែខ្ញុំចាប់អត់បានសូម្បីតែមួយទេឥឡូវខ្ញុំជូនគេទៅបើករង្វាន់ហើយបើនិយាយពីកន្លែងបើករង្វាន់នៅសាលាឆាន់មកអូយមនុស្សច្រើនណាស់បងប្អូនអើយហើយរង្វាន់គេមានច្រើនដែរណាអ្នកដែលចាប់បានគឺសិតតែបានរង្វាន់ទាំងអស់ដែលសំខាន់គឺកម្មវិធីគេប្រព្រឹត្តទៅរលូនអត់មានការដណ្ដើមរង្វាន់គ្នាទេធម្មតាតែបាច់មកអញ្ចឹងអាចចាប់បានផ្សេងគ្នាឆ្លោះគ្នាដណ្ដើមរង្វាន់តែនៅនេះអត់ទេចាំមើលទៅកម្មវិធីគេរលូនតែម្ដងតែអ្នកទាំងអស់គ្នាធ្លាប់បានមកចូលរួមក្នុងកម្មវិធីបាចទៀនហើយនៅលើកទី1សម្រាប់ខ្ញុំហើយឆ្នាំក្រោយនឹងត្រៀមចូលរួមទៀតហើយកុំភ្លេចមកចូលរួមទាំងអស់គ្នាណាសម្រាប់ឆ្នាំក្រោយទៀតអរគុណដែលចូលចិត្តវីដេអូនេះជម្រាបលាបាយបាយអត់សិន